ហើយបត់ជុំបាញ់មកដល់នឹងពេលនេះស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់តែវីរៈកងទ័ពកម្ពុជាឈើជើងយ៉ាងប្រុងប្រយ័ត្នជានិច្ចនេះបើយោងតាមក្រសួងការពារជាតិកម្ពុជាឲ្យដឹងនាព្រឹកថ្ងៃនេះបាទ28ខែធ្នូ2025ហើយពិភពលោកក៏អបអរសាទរស្ថាប័នអន្តរជាតិធំ UN EU ជប៉ុនអង់គ្លេសចេញមកអស់ហើយជាបន្តបន្ទាប់បាទចេញសេចក្តីថ្លែងការណ៍ព្រមគ្នាជុំវិញបទចុះបាញ់នៅកម្ពុជានេះគឺជាជោគជ័យផ្នែកការទូតដ៏ត្រចះត្រចង់របស់កម្ពុជារបស់យើងបាទប្រិយមិត្តអបអរសាទរទាំងអស់គ្នាណាតោះទៅសម្ដាប់អំពីព័ត៌មាននៃសេចក្តីរាយការណ៍ដំណឹងនាថ្ងៃទី28ខែធ្នូ2025ទាំងអស់គ្នាប្រិយមិត្តបាទទំព័រប្រវត្តិសាស្ត្រថ្មីមួយខណៈដែលកម្ពុជាបានប្រកាសពីការវិលត្រឡប់នៃសន្តិភាពបន្ទាប់ពីឆ្លងកាត់ចំនួនព្រំដែនដ៏តានតឹងអស់រយៈពេល21ថ្ងៃបាទព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវស្នាមញញឹមមកដល់ប្រជាជនកម្ពុជាតែប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងទទួលបានការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់អង្គការអន្តរជាតិនិងប្រទេសមហាអំណាចធំជុំវិញពិភពលោកអ្វីដែលធ្វើឲ្យយើងមានភាពកក់ក្ដៅទឹកភ្នែករលីងរលោងនោះស្នាមញញឹមក្តីស្រឡាញ់ប្រជាជនកម្ពុជារួបរวมសាមគ្គីគ្នាម្សិលមិញនៅស្តាតអូឡ িম্প ិកកម្ពុជាបាទប្រជាជនកម្ពុជាមានតុក្កតាតូចធំទៅបោះប្រកល់ជូនបាទក្មេងកុមារជនភៀសសឹកនៅស្តាតអូឡ িম্প ិកបាទគេប្រមូលយកទៅជូនកុមារមិនដឹងថាគ្នាបានតុក្កតាតូចខ្ជូតទាំងអស់នោះថាតើគ្នាសប្បាយរីករាយរំភើបយ៉ាងណាទៅអានេះគឺជាក្តីស្រឡាញ់មួយដែលកម្ពុជាផ្ដល់ជូនបាទជនរួមឈាមទាំងអស់គ្នាបាទស្មារតីជាតិនិយមនិងស្នាមញញឹមខ្មែរនៅលើសមរភូមិក្រោយស្របពេលដែលបទជប់បាញ់ត្រូវបានអនុវត្តស្មារតីខ្មែរជួយខ្មែរបានផ្ទុះឡើងយ៉ាងខ្លាំងក្លានៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្នុងជំនួបបាល់ទាត់រវាងក្លឹបបង្កេតនិងស្វាយរៀងបាទដូចជា2ទល់នឹង1ឯអ្នកទស្សនារាប់ម៉ឺនអ្នកបានរួមគ្នាបង្កើតរូបភាពដ៏រំជួលចិត្តដោយការបោះតុក្កតាចូលក្នុងទីលានដើម្បីផ្ញើជូនដល់កុមារភៀសសឹកដែលរងគ្រោះដោយសារចំនួននៃការឈ្លានពានពីសំណាក់កងទ័ពថៃនេះគឺជាសក្ខីភាពដែលបង្ហាញថាទោះបីជាស្ថិតក្នុងកលៈទេសៈលំបាកយ៉ាងណាបេះដូងខ្មែរនៅតែរឹងមាំនិងមានក្តីមេត្តាចំពោះគ្នាជានិច្ចបាទរឿងមួយដែលយើងមានអារម្មណ៍រំភើបកោតស្ងប់ស្ងាយគោរពសំពះពីចម្ងាយផងដែរមេតបខ្មែរបាទចេញមុខហើយក៏ប៉ុន្តែពុកមាត់បាទរៀងស្កូវបន្តិចណាប្រិយមិត្តនៅសមរភូមិជួរមុខឯណោះវិញត្រឹមតែ2ម៉ោងក្រោយបទជប់បាញ់ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យនិងមេតបការពារទឹកដីដ៏អង្គអាចក្លាហានបានជួបគ្នាដោយផ្ទាល់ស្ទះស្នាមញញឹមទោះបីជាការលះបង់ក្នុងយុទ្ធភូមិធ្វើឲ្យមេតបខ្លារបស់យើងមានសក់ប្រែពណ៌ប្រាក់យ៉ាងណាក៏ដោយប៉ុន្តែស្មារតីតស៊ូការពារបូរណភាពទឹកដីនៅតែរឹងមាំមិនប្រែពណ៌នោះឡើយបាទប្រែពណ៌តែពុកមាត់ទេប៉ុន្តែការពារបូរណភាពទឹកដីកម្ពុជាមិនប្រែនោះទេស៊ូនានានៅកន្លែងការពារឲ្យបានបូរណភាពទឹកដីបាទនោះគឺមេតបម្នាក់របស់ខ្មែរយើងនៅប្រាសាទតាមាន់ឯបាទគាត់ឈ្មោះថាអ្នកវងបាទត្រូវអត់ប្រិមិត្តនេះគឺជាស្នាមញញឹមដែលខ្ញុំបានរៀបរាប់ហើយអ្វីដែលធ្វើឲ្យយើងកាន់តែមានភាពកក់ក្ដៅបាទការគាំទ្រពីស្ថាប័នកម្ពុជាពិភពលោក UN និង EU ផងដែរឥឡូវចេញមកអស់ហើយបាទចេញមកបន្តកតុយគ្នាតែម្ដង EU UN រុស្ស៊ីបាទអញ្ចឹងទៅពេលហ្វាយហ្នឹងពេលហ្វាយនៅ UN ហ្នឹងគឺមកហើយគាំទ្របទជប់បាញ់ហើយខ្ញុំសូមជម្រាបបន្ថែមថាតើគេនិយាយអីខ្លះណាតាមពិតរើធ្វើវីដេអូតាំងពីយប់មិញម៉េះប៉ុន្តែរវល់បាទឥឡូវទៅបាយពេលព្រឹកកាហ្វេហើយបាទដាក់មកឃ្លីជូនប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទតោះទៅស្ដាប់ព័ត៌មាននានាជុំវិញទៅនឹងការលើកឡើងរបស់អង្គការបាទសហប្រជាជាតិ UN បាទក្នុងនោះអង្គការសហប្រជាជាតិ UN តាមរយៈអ្នកនាំពាក្យលោក Stefan បានចាត់ទុកបទឈប់បាញ់នេះថាជាជំហានវិជ្ជមានដ៏សំខាន់បំផុតបាទ UN បានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនឹងជួយ
កាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិលនិងបើកផ្លូវឲ្យមានការចរចាសន្តិភាពយូរវែងបាទគេថា lasting នេះបាទយូរវែងហើយសំខាន់ហ្នឹងគឺគាត់ផ្ដោតសំខាន់ទៅលើបាទជនភៀសសឹកនឹងឲ្យទុក្ខវេទនារបស់ប្រជាជនជាមួយគ្នានេះ UN ក៏បានកោតសរសើរដល់ទូនាទីរបស់ប្រទេសម៉ាឡេស៊ីបាទលោកអានវ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានបដូវវេនបាអាស៊ានរួមទាំងការជំរុញពីប្រទេសចិននិងសហរដ្ឋអាមេរិកផងដែរបាទប្រិយមិត្តអរគុណលោកអានវ៉ាអ៊ីប្រាហ៊ីមផងណាគាត់នៅសល់តែដូចជា2ថ្ងៃ3ថ្ងៃទៀតនេះចប់អាណត្តិហើយបាទដាច់2025ដោយឡែកប្រិយមិត្តជាទីមេត្រីសហភាពអឺរ៉ុប EU បានអំពាវនាវឲ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈអ្នកនាំពាក្យ EU បានបញ្ជាក់ថាសហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រគ្រប់សពបែបយ៉ាងដើម្បីធានាឲ្យសន្តិភាពនេះមានស្ថិរភាពបាទ EU ដូចជាគេលើកឡើងថាគេនឹងផ្ដល់ផ្កាយរណបបាទតាមដានបទជប់បាញ់នេះបាទដូចជាការពីប្រហែលថ្ងៃមុនខ្ញុំបានលើករឿងនឹងមកនិយាយដែរចឹងទេអរគុណ EU ផងដែររឿងទី3ប្រិយមិត្តជាទីមេត្រីសម្លេងប្រទេសមហាអំណាចបាទជប៉ុនអង់គ្លេសនិងរុស្ស៊ីបាទអ្វីដែលយើងចង់បានទៅការហ្នឹងគឺអង់គ្លេសហ្នឹងហើយបាទអង់គ្លេសកាលមុនដូចជាអត់ទាន់ឃើញចេញមកនិយាយឥឡូវគេចេញមកហើយបាទប្រទេសជប៉ុនក៏ចេញមកជាហោហែដែរភាសាដែលតំណែងរបស់ខ្លួនបាទមួយចំនួននៅថៃនៅកម្ពុជាពិបាកដែរណានៅក្នុងការផ្ដល់ផ្គត់ផ្គង់បាទចង្វាក់ផ្គត់ផ្គង់របស់ខ្លួនគ្រឿងបន្លាស់ផ្សេងជប៉ុនបានសម្ដែងការអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC និងសង្ឃឹមយ៉ាងមុតមមថាបទចុះបាញ់នឹងត្រូវបានអនុវត្តជាក់ស្ដែងជប៉ុនបារម្ភចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការភៀសខ្លួនរបស់ប្រជាជនក្នុងអំឡុងពេលប៉ះទង្គិចគ្នាកន្លងមកបាទនេះគឺជប៉ុនចុះអង់គ្លេសវិញអង់គ្លេសលោកស្រីស៊ីម៉ារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ Indo-Pacific បានសង្កត់ធ្ងន់ថាវាពិតជាសំខាន់ណាស់ដែលត្រូវបន្តការពិភាក្សានិងការអនុវត្តប្រកបដោយនិរន្តរភាពដើម្បីសន្តិភាពរយៈពេលវែងបាទហើយរុស្ស៊ីបង្ហាញជំហរអព្យាក្រឹតដោយហៅកម្ពុជានិងថៃថាជាដៃគូប្រពៃណីរុស្ស៊ីបានវិភាគថាចំនួននេះមានឫសគល់ពីការអនុវត្តអាណានិគមនិយមពីលោកខាងលិចរុស្ស៊ីក៏បានរំលឹកដល់សេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26 តុលា2025និងជំរុញឲ្យភាគីទាំងពីរប្រកាន់ភ្ជាប់នៅស្មារតីអាស៊ានដើម្បីឈ្នះរាល់ការខ្វែងគំនិតគ្នាបាទហើយថ្ងៃនេះក៏មានកិច្ចប្រជុំនៅខេត្តយូណានប្រទេសចិនផងដែរគេហៅថាកិច្ចប្រជុំត្រីភាគីបាទត្រីភាគីមានកម្ពុជាថៃនិងចិនហ្នឹងហើយឋានៈរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថៃនិងប្រទេសចិនលោកវ៉ាងជីបាទជួបប្រជុំគ្នាពិភាក្សាបន្ថែមលើបទជប់បាញ់ណាក៏ប៉ុន្តែរឿងនេះបាទមានអ្នកខ្លះលើកឡើងថាក្របីស៊ីស្រូវបងមិនសូវហ៊ានដេញអាហ្នឹងមិនខ្មិចប្លាបាទអាហ្នឹងគឺខ្ញុំអត់និយាយទេគ្រាន់តែអើតមើល Facebook ទៅគឺគេនិយាយសរសេរអញ្ចឹងក្របីស៊ីស្រូវបងមិនសូវហ៊ានដេញបាទតែក្របីដែលចេញបងដេញឲ្យស្រីមើលប្លាអត់ចេះទេខ្ញុំអត់ចេះជាងទេគាត់ថាលឺអញ្ចឹងណាក៏ប៉ុន្តែមិនមែនទេបាទកិច្ចព្រមព្រៀងបទជប់បាញ់វាមានទាំងសងខាងអាមេរិកក៏ជួយចិនក៏ជួយដែរក៏ប៉ុន្តែថាវាសុទ្ធតែជាដៃគូបាទរបស់ចិនទាំងសងខាងកម្ពុជាក៏ស្និទ្ធបាទថៃនោះក៏ទិញអាវុធច្រើនសេដ្ឋកិច្ចក៏មិនណយហើយត្រូវជាញាតិមិត្តរបស់គេទៅទៀតបាទចឹងទេយើងអរគុណទៅកាន់ពហុភាគីបាទទាំងអស់សរុបមកវិញប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទជោគជ័យនៃកិច្ចការទូតនិងការរួបរวมនេះសបញ្ជាក់ឲ្យឃើញថាកម្ពុជាបានជោគជ័យយ៉ាងខ្លាំងក្នុងសមរភូមិការទូតដោយអាចធ្វើឲ្យមហាអំណាចធំក្នុងពិភពលោកងាកមកគាំទ្រនិងទទួលស្គាល់នៅកិច្ចព្រមព្រៀងបទជប់បាញ់នេះជាឯកច្ឆន្ទបាទចឹងទេឥឡូវនេះយើងផ្អាកប្រយុទ្ធក៏ប៉ុន្តែប្រុងជើងការបាទការពារពីព្រោះសៀមនេះទុកចិត្តមិនបានទេវាផ្អាកវាយសិនវាទៅធ្វើលេងនៅឋានផ្សេងអាហ្នឹងក៏អត់ដឹងដែរអាហ្នឹងគឺគិតទៅតាមបាទជាក់ស្ដែងណាឥឡូវយើងកំពុងតែប្រយុទ្ធដែរប៉ុន្តែប្រយុទ្ធផ្នែកផ្លូវច្បាប់ផ្នែកការទូតនានាបាទការឈានដល់កិច្ចព្រមព្រៀងបទជប់បាញ់នេះត្រូវបានគេមើលឃើញថាជាជោគជ័យដ៏ធំធេងនៃកិច្ចការទូតដែលនាំមកនូវសេចក្តីសង្ឃឹមជាថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ស្មារតីរួមគ្នារវាងសមរភូមិក្រោយប្រជាពលរដ្ឋនិងសមរភូមិមុខកងទ័ពគឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជាក្នុងការរក្សាការពារ
ដានដីសវណ្ណភូមិឲ្យបានរឹងមាំនិងរុងរឿងតរៀងទៅអើយបាទចប់ហើយប្រិយមិត្តមិនដែរនៅពេលដែលបានស្ដាប់មួយคลิปនាព្រឹកថ្ងៃនេះម៉ោង 9:05 នាទីព្រឹកហើយបាទ28 ខែធ្នូហើយថ្ងៃនេះមានកិច្ចប្រជុំត្រីភាគីនៅប្រទេសចិនណាហើយបណ្ដាប្រទេសនានាក៏គេចេញមកបន្តបន្ទាប់ដែរប៉ុន្តែថាមុនឬក៏ក្រោយប៉ុណ្ណឹងហើយខ្ញុំជម្រាបនេះគឺ UNAU ជប៉ុនអង់គ្លេសបាទសាទរគ្រប់គ្នាជុំវិញបទជបាញ់នៅកម្ពុជាបាទជោគជ័យបាទជោគជ័យកម្ពុជាជ័យយោព្រះរាជាណាចក្រកម្ពុជាដោតទង់ជាតិតាមមុខផ្ទះតាមផ្ទះរៀងខ្លួនទៅប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាបាទបង្ហាញពីកម្លាំងរួបរวมសាមគ្គីគ្នាណារំភើបដែរហ្នឹងម្សិលមិញមានប្រិយមិត្តណាដែលបានទៅបាទទៅ Start Olympic ដើម្បីបោះតុក្កតាទៅកាន់ទីលានក្នុងការប្រកួតបាល់